ណែបងស្វាតាបងយកអ្វីសំពេញសំពងម្លេះគឺខ្ញុំយកផ្លែឈើដែលទៅបែកពីព្រៃយកទៅផ្ទះនឹងណាហើយកំណាត់ឈើនេះខ្ញុំយកទៅជួសជុលផ្ទះរបស់ខ្ញុំការពាររដូវវស្សាខាងមុខនេះណាបងហើយនេះមកពីបងឯងមិនឆ្លាតដូចជាពួកខ្ញុំបងធ្វើដោយពួកខ្ញុំទៅបន្លាស់ទីគ្រប់ទីកន្លែងណាមានបន្លែផ្លែឈើខ្ញុំគឺទៅកន្លែងហ្នឹងមិនឃើញដាច់ពោះអ្វីផងមែនទេពួកយើងអូយរងាណាបាននៅតែបែបនេះយើងច្បាស់ជារងារឹងធ្គាមជាមិនខានហើយបងស្វាអើយនៅផ្ទះដែរទេនឹងអូរងាណារឿងទុនសាយកំជិលទាំង3កាលពីព្រេងនេះមានទុនសាយ3ក្បាលគឺជាមិត្តសម្លាញ់នឹងគ្នាទុនសាយទី1មានឈ្មោះថាស៊ីទុនសាយទី2មានឈ្មោះថាដេកទុនសាយទី3មានឈ្មោះថាខ្ជិលទុនសាយទាំង3ពុំដែលចេញរកចំណីឡើយគឺពួកវាចូលចិត្តចូលទៅក្នុងចំការរបស់អ្នកស្រុកភូមិដើម្បីលួចដំណាំគេស៊ីណែសម្លាញ់ខ្ញុំគិតថាពួកយើងគួរតែដេកស៊ីនៅក្នុងចំការនេះហើយព្រោះមានដំណាំច្រើនណាស់មែនហើយចំការនេះពួកយើងដេកស៊ីមួយខែមិនអស់ផងតែប៉ុណ្ណេះពួកយើងច្បាស់ជាធាត់តលុកតលុនមិនខានទេតែយ៉ាងណាត្រូវប្រុងប្រយ័ត្នខ្លួនផងណាប្រយ័ត្នតែម្ចាស់គេមកទាន់ប្រកាសជាខ្លាចជាទន្សាយអាំងជាមិនខានខ្ញុំដឹងហើយនិយាយគ្នារួចហើយទន្សាយទាំង3ក៏ចូលទៅស៊ីដំណាំអ្នកស្រុកស៊ីរួចហើយក៏នាំគ្នាដេកនៅទីនោះក្រោកពីដំណេកក៏នាំគ្នាស៊ីទៀតទន្សាយទាំង3ស៊ីទាល់តែជិតអស់ពីចំការដោយមិនគិតយកទុកជាចំណីនៅថ្ងៃក្រោយឡើយណែពួកឯងពេលនេះដំណាំក្នុងចំការជិតអស់ទៅហើយខ្ញុំគិតថាយើងគួរតែផ្លាស់ទីតាំងទៅមែនហើយប៉ុន្តែយើងទៅរកចំការនៅឯណាទៀតទៅនៅជើងភ្នំនេះមិនខ្វះចំការឲ្យពួកយើងស៊ីនោះទេឯងកុំព្រួយទុនសាយទាំង3ក៏នាំគ្នាដើរទៅចំការផ្សេងទៀតដើររៀងឆ្ងាយបន្តិចក៏ប្រទះឃើញចំការស្ពៃដែលមានពណ៌បៃតងយ៉ាងស្រស់ឃើញហើយម្នាក់សប្បាយចិត្តក្រៃលែងក៏ស្ទុះបោលចូលទៅក្នុងចំការនោះតែម្ដងចំការស្ពៃនេះមានពណ៌ល្អណាស់តោះពួកយើងសម្រុកចូលភ្លាមទៅតើយើងទុនសាយទាំងពីរបានស្ទុះចូលទៅក្នុងចំការនៅសល់តែទុនសាយខ្ជិលដែលវាខ្ជិលរត់ចូលសុកចិត្តរមៀលខ្លួនចូលទៅចំការអើយយើងហត់ណាស់គ្មានកម្លាំងនឹងរត់ទេរមៀលទៅស៊ីវិញល្អជាងសត្វទុនសាយទាំង3នាំគ្នាស៊ីយ៉ាងឆ្ងាញ់មាត់នៅក្នុងចំការដោយមិនខ្វល់អ្វីទាំងអស់ភ្លាមនោះស្រាប់តែមានចាបមួយហោះឆ្វែលក្បែរចំការដោយចម្ពុះមានពំមែកឈើតូចដើម្បីទុកធ្វើសម្បុកការពារពេលខែភ្លៀងឃើញបែបនេះទុនសាយស៊ីក៏ស្រែកសួរបងចាបតើបងពំមែកឈើតូចនេះយកទៅណាខ្ញុំពំមែកឈើតូចនេះយកទៅធ្វើសម្បុកដើម្បីការពាររដូវវស្សាខាងមុខនេះហើយមិនដឹងជាធ្វើបែបនេះនាំទៅហត់ធ្វើអីពេលណាដែលមានភ្លៀងរត់ទៅជ្រកក្រោមដើមឈើទៅវាចប់រឿងទៅហើយមែនហើយពួកយើងមិនទៅធ្វើរឿងអត់ប្រយោជន៍បែបនេះទេបងចាប់អើយបងគួរតែធ្វើដូចពួកខ្ញុំទៅស៊ីឆ្ងាញ់ដេកស្រួលមិនមានអ្វីហត់នោះទេបងទាំង3គិតបែបណាក៏ស្រេចតែចិត្តចាស់តែខ្ញុំនៅតែចង់សាងសង់សម្បុករបស់ខ្ញុំដដែលពេលមានសម្បុកហើយខ្ញុំនឹងរកចំណីយកមកទុកនៅក្នុងសម្បុកទៀតហើយបងចាំឯងនេះល្ងងណាស់មិនឆ្លាតដូចពួកខ្ញុំសោះហើយពួកខ្ញុំមិនតែខ្វល់អារឿងចឹងទេនាំតែខាតពេលអស់កម្លាំងឥតប្រយោជន៍តាមតែចិត្តពួកបងតែចាស់ខ្ញុំប្រញាប់ទៅហើយព្រោះខ្លាចមេឃងងឹតមើលផ្លូវមិនឃើញខ្ញុំទៅសិនហើយសត្វចាបក៏ហោះទៅបាត់ទៅចំណែកឯសត្វទន្សាយទាំង3កាលបើស៊ីបន្លែឆ្អែតហើយក៏ប្រះខ្លួនដេកទៀតលុះព្រឹកឡើងសត្វទន្សាយទាំង3ក៏នាំគ្នាបំលាស់ទីទៅកាន់កន្លែងថ្មីទៀតពេលនេះសត្វទន្សាយទាំង3បានប្រទះចំការឪឡឹកវិញម្ដងក្នុងចំការសុទ្ធតែផ្លែឪឡឹក
ផ្លែពីសពេញដីទន្សាយទាំង3ឃើញហើយសប្បាយចិត្តណាស់ព្រោះគិតថានឹងបានចំណីថ្មីស៊ីទៀត ពេលនេះពួកយើងបានមកដល់ចំការឪឡឹកវិញម្ដងហើយមើលចុះផ្លែឪឡឹកច្រើនណាស់មែនហើយមិនត្រឹមតែច្រើនទេថែមទាំងធំធំទៀតផង តោះយើងកុំនៅរៀបរាប់យូរពេកឆាប់ចូលទៅស៊ីភ្លាមទៅខ្ញុំឃ្លានទៀតហើយ មែនហើយតា កំពុងតែស៊ីឆ្ងាញ់ស្រាប់តែមានសត្វស្វាមួយក្បាលបានបេះផ្លែឈើពីព្រៃយួរសំពីងសំពងពីក្នុងព្រៃសម្ដៅទៅផ្ទះវានិងមានកំណាត់ឈើមួយចំនួនផងទន្សាយខ្ជិលឃើញដូចនេះក៏ហៅសួរ ណែបងស្វាតើបងយួរអ្វីសំពីងសំពងម្លេះហើយមានទាំងកំណាត់ឈើទៀតផង គឺខ្ញុំយកផ្លែឈើដែលទៅបេះពីព្រៃយកទៅផ្ទះនឹងណាហើយកំណាត់ឈើនេះខ្ញុំយកទៅជួសជុលផ្ទះរបស់ខ្ញុំការពាររដូវវស្សាខាងមុខនេះណាបងយាយហើយចុះបងឯងអីក៏ខំម៉េះមើលចុះយួរឡើងវិចខ្លួនអស់ហើយបាទខ្ញុំត្រូវតែខំចឹងហើយបើមិនខំទេខ្លាចរដូវវស្សាមកដល់ប្រកាសជាគ្មានទីជម្រកនិងគ្មានអាហារឡើយ ហើយនេះមកពីបងឯងមិនឆ្លាតដូចជាពួកខ្ញុំបងធ្វើដោយពួកខ្ញុំទៅបន្លាស់ទីគ្រប់ទីកន្លែងណាមានបន្លែផ្លែឈើខ្ញុំគឺទៅកន្លែងហ្នឹងមិនឃើញដាច់ពោះអ្វីផងមែនទេពួកយើង មែនហើយចំពោះខ្ញុំមិនគិតដូចជាបងអញ្ចឹងទេខ្ញុំមានផ្ទះត្រឹមត្រូវពេលធ្លាក់ខ្យល់បាំងខ្យល់ពេលធ្លាក់ភ្លៀងបាំងភ្លៀងហើយអាចទុកស្បៀងពេលមានចំនួនទឹកភ្លៀងបានទៀតផងព្រោះពេលមានចំនួនទឹកភ្លៀងពិបាកចេញរកចំណីណាស់ខ្ញុំគិតថាពួកបងគួរតែធ្វើផ្ទះនៅកន្លែងណាមួយដើម្បីកុំឲ្យពិបាកបំលាស់ទីបែបនេះទៀត ពួកខ្ញុំមិនធ្វើទេខ្ជិលណាស់រស់នៅបែបនេះវាស្រួលហើយមិនចាំបាច់ហត់ទៅបេះផ្លែឈើព្រៃអីនោះទេ បើអញ្ចឹងតាមតែចិត្តពួកបងចុះខ្ញុំទៅហើយពេលនេះពួកបងមិនខ្វល់នឹងសម្ដីខ្ញុំបន្តិចទៀតពួកបងដឹងជាមិនខានទេ ទន្សាយទាំង3មិនខ្វល់នឹងសម្ដីអ្នកណាទាំងអស់ពួកគេគិតតែពីធ្វើអ្វីតាមតែចិត្តចង់ធ្វើយ៉ាងណាឲ្យតែបានរស់ពីមួយថ្ងៃទៅមួយថ្ងៃដោយមិនបានគិតវែងឆ្ងាយឡើយរដូវវស្សាចូលមកដល់បានធ្វើឲ្យមានចំនួនទឹកភ្លៀងកើតឡើងគ្រប់សពសត្វទាំងឡាយនាំគ្នារត់ចូលទីជម្រករៀងខ្លួនដោយមិនបានបារម្ភនឹងការលិចលង់ឬអត់ឃ្លាននោះឡើយព្រោះតែពួកគេបានរៀបចំទំនុកបំរុងរួចជាស្រេចដើម្បីគេចផុតពីសេចក្តីស្រេកឃ្លាននិងគ្មានទីជម្រក ពួកយើងពិតជាសំណាងណាស់ដែលបានធ្វើទីលំនៅនិងមានស្បៀងទុកសម្រាប់បរិភោគបែបនេះ ម៉ែណៃតែបងនឹកអាណិតដល់បងសាយទាំង3នោះណាមិនដឹងថាពេលនេះពួកគេរងាយ៉ាងណានោះទេ ហើយយ៉ាងម៉េចបានជាបងបារម្ភពីពួកគេទៅវិញ ក៏ព្រោះតែបងសាយទាំង3នោះមិនបានរកកន្លែងជ្រកនិងមិនបានរកចំណីដូចជាពួកយើងទេគិតតែពីស៊ីមករស់សប្បាយជាមួយនឹងដំណាំរបស់អ្នកស្រុកហើយពេលនេះមានចំនួនទឹកភ្លៀងអូនគិតទៅមើលតើពួកគេនឹងបានអ្វីជាអាហារនិងមានជម្រកឯណាស្នាក់នៅនោះ នេះគឺមកពីពួកគេមិនបានគិតឲ្យបានវែងឆ្ងាយទៅបានជាបែបនេះតែខ្ញុំគិតថាបងកុំតែគិតច្រើនពេកធ្វើអីនៅពេលដែលពួកគេជួបការលំបាកបែបនេះពួកគេប្រកាសជាដឹងថាទីជម្រកនិងអាហារដែលជារបស់យើងខ្លួនឯងវាសំខាន់ប៉ុណ្ណា ពេលនេះកូនមានអារម្មណ៍ថាកក់ក្ដៅណាស់ទោះបីជាមានភ្លៀងខ្លាំងយ៉ាងណាក៏កូនមិនរងាដែរមែនហើយកូនព្រោះតែយើងមានសម្បុកដ៏កក់ក្ដៅនោះអីមែនហើយម៉ែពិតជាពូកែណាស់ដែលខំធ្វើសម្បុកពេលខែប្រាំងដល់ពេលខែវស្សាចូលមកដល់ទោះបីភ្លៀងខ្លាំងយ៉ាងណាក៏យើងមិនភ័យព្រួយដែរសំខាន់ម៉ែបានរកចំណីជាច្រើនយកមកដាក់នៅក្នុងសម្បុកទៀតមិនពិបាកចាញ់រកពេលភ្លៀងនោះទេមែនហើយកូនយើងធ្វើអ្វីក៏ដោយត្រូវកាត់ឲ្យបានវែងឆ្ងាយមិនត្រូវកាត់តែក្នុងពេលបច្ចុប្បន្ននេះទេកូនត្រូវចាំណាអ្វីដែលយើងធ្វើនៅពេលបច្ចុប្បន្នគឺវានឹងហុចផលនាពេលអនាគត
កូនដូចជាមិនយល់ទេម៉ែនៃនេះគឺដូចជាកូននិយាយខាងដើមនេះអញ្ចឹងម៉ែធ្វើនៅខែប្រាំងប៉ុន្តែនៅពេលខែវស្សាមកដល់អ្វីដែលម៉ែខំធ្វើក៏ឃើញថាបានផលពិតមែនកូនមើលតែខាងក្រៅចុះមេឃភ្លៀងខ្លាំងណាស់បើសិនជាយើងមិនមានសម្បុកនេះទេតែយើងនឹងត្រូវធ្វើដូចម្ដេចទៅអូកូនយល់ហើយម៉ែរងាណាបាននៅតែបែបនេះយើងច្បាស់ជារងារឹងធ្គាមជាមិនខានហើយចំណែកខ្ញុំមិនឯងវិញមិនត្រឹមតែរងាទេថែមទាំងឃ្លានទៀតផងរងាឃ្លានហើយខ្ញុំក៏ដូចគ្នាដែរមើលចោះទឹកលិចដំណាំអ្នកស្រុកអស់ទៅហើយមើលទៅពួកយើងទាំង3នាក់ច្បាស់ជាស្លាប់ដោយសារតែរងានិងអត់ឃ្លានជាមិនខានហើយរងាណារងាតើយើងគួរតែសុំស្នាក់នៅជាមួយបងស្វាឬមួយក៏បងចាប់ទៅអីបើតែសុំបងស្វាប្រហែលជាអាចព្រោះបងស្វាមានធំតែបើតែសុំបងចាប់ប្រហែលជាមិនអាចទេព្រោះបងចាប់ជាសត្វតូចមួយហ្នឹងរងាតែយើងដូចជាខ្មាស់បងស្វាហើយនឹងបងចាប់ណាយើងមិនហ៊ានតែសុំពួកគាត់ស្នាក់អាស្រ័យនោះទេហើយហេតុអីទៅពេលនេះពួកយើងរងារឹងធ្គាមអស់ទៅហើយមែនហើយខ្ញុំរងាណាហើយពួកឯងមិនចាំទេអីនៅពេលដែលខែប្រាំងពួកយើងគិតតែពីចូលស៊ីដំណាំអ្នកស្រុកដេកស៊ីយ៉ាងសប្បាយមិនគិតខំរកទីចម្រោកដូចគេទេហើយក៏មិនខំរកចំណីទុកដែរដល់ពេលនេះបែរជាវេទនាស្ទើរស្លាប់ខ្ញុំខ្មាស់បងស្វាហើយនឹងបងចាប់ណាមែនហើយពួកយើងមិនគួរណាមិនស្ដាប់តាមការណែនាំរបស់បងស្វាហើយនឹងបងចាប់អញ្ចឹងទេថែមទាំងសាយចំអកឲ្យពួកគេថែមទៀតផងហើយបើអញ្ចឹងយើងត្រូវធ្វើយ៉ាងម៉េចទៅមកពេលនេះមេឃភ្លៀងមិនឈប់សោះនោះខ្ញុំមិនចង់ស្លាប់ទាំងបែបនេះទេហើយខ្ញុំថាពួកយើងគួរតែសាកទៅនិយាយជាមួយនឹងបងស្វាសិនទៅក្រែងលោគាត់ឲ្យយើងជ្រកនៅកន្លែងគាត់ទម្រាំតែផុតរដូវវស្សាចូលរដូវប្រាំងសំយើងសង់ផ្ទះដល់ខ្លួនឯងអ្នកទាំងពីរគិតយ៉ាងម៉េចដែរទៅហាបើអញ្ចឹងយើងទៅសុំបងស្វាទៅធ្វើយ៉ាងណាឲ្យតែបានរស់មួយគ្រានេះសិនទៅចាំគិតទៀតបានអញ្ចឹងក៏អញ្ចឹងចាស់ព្រោះតែរងាពេកនឹងឃ្លានផងនោះទុនសាយទាំង3ក៏បានធ្វើដំណើរកាត់ភ្លៀងទាំងខ្លួនរងាដើម្បីទៅសុំបងស្វាស្នាក់អាស្រ័យពេលទៅដល់ទុនសាយស៊ីក៏ស្រែកហៅបងស្វាដែលនៅលើចុងឈើបងស្វាអើយនៅផ្ទះដែរទេនឹងរងាណាយីហើយចោះអ្នកណាគេមកហៅយើងទាំងភ្លៀងបែបនេះបងក៏មិនដឹងដែរចាំបងទៅអឺតមើលសត្វស្វាឈ្មោលក៏បានអឺតមើលតាមបង្អួចចុះមកក្រោមឃើញសត្វទន្សាយទាំង3កំពុងតែរងាខ្លួនទៅត្រឹកស្វាឈ្មោលនោះក៏សួរអេបងសាយទាំង3តាហើយតើបងមករកខ្ញុំមានការអីទៅឆាប់ឡើងមកខាងលើសិនមកចាំនិយាយគ្នាទុនសាយទាំង3ក៏ឡើងទៅផ្ទះរបស់បងស្វាពេលចូលដល់ក្នុងផ្ទះស្វាញីក៏យកកន្សែងនិងទឹកក្តៅឲ្យផឹកដើម្បីកុំឲ្យផ្ដាសាយផឹកតែក្តៅនេះសិនទៅអរគុណហើយហើយហេតុអីបានជាបងសាយទាំង3ឯងមានសភាពបែបនេះទៅវិញមើលចុះញ័រញាក់អស់ហើយគឺមកពីពួកខ្ញុំគ្មានចម្រុកនឹងគេនៅខាងក្រៅភ្លៀងខ្លាំងណាស់ពួកខ្ញុំរងាពេកទើបមកសុំស្នាក់អាស្រ័យជាមួយនឹងបងស្វាមួយរយៈសិនអារឿងនេះខ្ញុំមិនថាអីទេខ្ញុំក៏អាណិតដល់បងដូចគ្នាបងឃើញទេពេលដែលខ្ញុំប្រាប់ឲ្យពួកបងធ្វើទីចម្រោកដើម្បីការពារពេលរដូវវស្សាប
បងមិនព្រមធ្វើតាមខ្ញុំឡើយពេលនេះបងប្រហែលជាដឹងហើយថាទីជម្រកនិងអាហារនាខែវស្សានេះវាសំខាន់ខ្លាំងយ៉ាងណានោះ ពេលនេះខ្ញុំដឹងហើយពួកខ្ញុំមិនគួរណាគិតខ្លីបែបនេះសោះពេលរដូវប្រាំងមិនខំរកតែពេលរដូវវស្សាក៏វេទនាបែបនេះពួកខ្ញុំខុសធ្ងន់ណាស់ដែលមិនព្រមស្ដាប់តាមបងហើយមិនអីទេយ៉ាងណាខ្ញុំក៏មិនចិត្តអាក្រក់អីដែរប៉ុន្តែស្បៀងនៅក្នុងផ្ទះខ្ញុំរកទុកសម្រាប់តែក្នុងរដូវវស្សានេះដូច្នេះខ្ញុំគិតថាពេលរដូវវស្សាចប់ហើយពួកបងក៏អាចធ្វើផ្ទះនៅកន្លែងណាមួយឲ្យបានសមរម្យនឹងគេដែរហើយបងខំរកអាហារទុកផងទៅទុកសម្រាប់ខែភ្លៀងបែបនេះព្រោះក្នុងព្រៃនាខែវស្សាតែងតែមានភ្លៀងធ្លាក់មិនដាច់នោះទេ អូហើយពួកខ្ញុំដឹងហើយពួកខ្ញុំនឹងមិនធ្វើបែបនេះទៀតទេចម្រោកនិងអាហារសំខាន់បំផុតពេលលែងភ្លៀងពួកខ្ញុំនឹងសង់ផ្ទះទុកខ្លួនឯងដែរហើយអរគុណណាស់ចំពោះសន្តានចិត្តរបស់បងស្វាទាំងពីរដែលមិនចិត្តដាច់ប្រកាន់រឿងចាស់របស់ពួកខ្ញុំបើមិនបានបងទាំងពីរទេម្លេះពួកខ្ញុំពេលនេះប្រកាសជារងាដាច់ពោះស្លាប់មិនខាននាពេលរដូវវស្សាចប់ហើយក៏ឈានចូលដល់រដូវរំហើយសត្វទន្សាយទាំង3ក៏លាបងស្វាប្តីប្រពន្ធទាំងពីរដើម្បីទៅធ្វើលំនៅដោយខ្លួនឯងវិញ បងស្វាខ្ញុំអរគុណហើយដែលបានឲ្យពួកខ្ញុំទាំង3ស្នាក់នៅមួយរយៈនេះ គុណបំណាច់របស់បងទាំងពីរពួកខ្ញុំនឹងចងចាំមិនភ្លេចទេមេរៀនលើកនេះធ្វើឲ្យពួកខ្ញុំយល់ច្បាស់ពីគុណតម្លៃនៃជីវិតភាពមានលំនឹងរឹងមាំទើបមិនធ្វើឲ្យយើងពិបាកមិនមែនរកតែមករស់នោះទេ មែនហើយពួកខ្ញុំនឹងមិនភ្លេចពួកបងទេអរគុណហើយណាបងស្វាទាំងពីរខ្ញុំសប្បាយចិត្តណាស់ដែលបងទុនសាយទាំង3យល់បែបនេះខ្ញុំសង្ឃឹមថាឆ្នាំរដូវវស្សាឆ្នាំក្រោយបងនឹងមានទីជម្រកដ៏ល្អមួយទៅចោះ ម៉ែណាយកុំភ្លេចឧស្សាហ៍មកលេងពួកខ្ញុំផងណា ខ្ញុំដឹងហើយពួកខ្ញុំទៅហើយសត្វទន្សាយទាំង3ក្រោយចាកចេញពីលំនៅរបស់ស្វាប្តីប្រពន្ធទាំងពីរហើយក៏ជួយគ្នាម្នាក់ទៅរកឈើម្នាក់ទៅរកអាហារនិងម្នាក់ទៀតជាអ្នកសាងសង់លំនៅថ្មីត្រៀមទប់ទល់ជាមួយរដូវវស្សាឆ្នាំក្រោយៗទៀតរឿងនេះឆ្លុះបញ្ចាំងឲ្យឃើញថាយើងម្នាក់ត្រូវតែខំប្រឹងរកដើម្បីឲ្យមានទីលំនៅពិតប្រាកដមួយនិងត្រូវចេះរកទុកដាក់ចេះសន្សំសំចៃពីព្រោះបើមិនចេះសន្សំទុកដាក់រៀបចំផែនការឲ្យច្បាស់លាស់ទេនោះក្រែងមានបញ្ហាណាមួយកើតឡើងយើងបែរជាគ្មានអ្វីទាំងអស់ លោកតាសូមលោកតាជួយចៅរឿងមួយផងខ្ញុំមានចិញ្ចៀនមួយខ្ញុំមិនអាចទុកនឹងខ្លួនរបស់ខ្ញុំបានទេសូមលោកតាជួយទុកចិញ្ចៀននេះឲ្យខ្ញុំផងមិនអីទេចូលអ្នកទុកនៅត្រង់នេះចុះលោកតាឯណាចិញ្ចៀនរបស់ខ្ញុំទៅសូមលោកតាប្រគល់ចិញ្ចៀននោះមកឲ្យខ្ញុំវិញមកពិតជាមាត់រឹងមែនមិនព្រមនិយាយរឿងឆ្កែមិត្តមានបរិសុទ្ធពីរនាក់ដែលជាមិត្តសម្លាញ់នឹងគ្នាម្នាក់ឈ្មោះវិសាលនិងម្នាក់ទៀតឈ្មោះតារាពួកគេទាំងពីរនាក់ស្រឡាញ់គ្នាខ្លាំងណាស់ពួកគេតែងតែជួយគ្នាទៅវិញទៅមកសម្លាញ់តារាតើស្រូវរបស់ឯងយ៉ាងម៉េចហើយដល់ពេលច្រូតហើយនៅអូមិនទាន់ទេសម្លាញ់ចុះសម្លាញ់ឯងវិញដល់ពេលច្រូតនៅស្រូវគ្នាគឺទុំអស់ហើយគ្នាគិតទៅច្រូតនៅថ្ងៃស្អែកនេះមិនអីទេសម្លាញ់ចាំគ្នាទៅជួយច្រូតឯងចុះគ្នាពិតជាអរគុណសម្លាញ់ឯងខ្លាំងណាស់ឯងពិតជាមិត្តភក្តិល្អរបស់ខ្ញុំមែននៅពេលនោះក៏មានមេឈើបានធ្លាក់ចំតារាធ្វើឲ្យគេបានស្លាប់បាត់បង់ជីវិតទៅសម្លាញ់ឯងកុំកាត់អីឲ្យសោះណាសម្លាញ់ឆាប់ដឹងខ្លួនឡើងមកលុះ50ឆ្នាំក្រោយមកវិសាលបានទៅបួសរៀនក៏បានក្លាយជាអ្នកសច្ចាំងយីឆ្កែនេះដូចជាមាននិស្ស័យនឹងយើងម្លេះទេតាំងពីដើមមកមិនដែលឃើញឆ្កែឯណាចេះចឹងឡើយសាកនិមិត្តមើលសិន
ឆ្កែនេះប្រហែលជាមានអ្វីតាក់ទងនឹងខ្ញុំកាលពីអតីតជាតិហើយអ្នកសច្ចាំងបាននិមិត្តមើលទើបដឹងថាឆ្កែមួយក្បាលនេះគឺជាតារាមិត្តសម្លាញ់របស់ខ្លួនតាមពិតឯងគឺជាមិត្តរបស់យើងសោះចឹងតើបានជាឯងហាក់ដូចជាចូលចិត្តយើងណាស់មិនអីទេយើងពីមុនធ្លាប់ជួយគ្នាទៅវិញទៅមកហើយឯងក៏ជាមិត្តសម្លាញ់របស់យើងដូច្នេះចូលឯងមករស់នៅជាមួយយើងចោះថ្ងៃមួយមានបរិមម្នាក់បានដើរមកហើយមានកាន់ចិញ្ចៀននៅក្នុងដៃលោកតាសូមលោកតាជួយចៅឬមួយផងខ្ញុំមានចិញ្ចៀនមួយខ្ញុំមិនអាចទុកនឹងខ្លួនរបស់ខ្ញុំបានទេសូមលោកតាជួយទុកចិញ្ចៀននេះឲ្យខ្ញុំផងមិនអីទេចូលអ្នកទុកនៅត្រង់នេះចុះខ្ញុំសូមអរគុណលោកតាខ្លាំងណាស់ចឹងខ្ញុំទៅហើយដោយប្រញាប់ពេកបរិសនោះបានដាក់ចិញ្ចៀននោះនៅលើបាយរបស់អ្នកសច្ចាំងឆ្កែដែលជាមិត្តរបស់អ្នកសច្ចាំងក៏បានឆីហើយក៏លេបទាំងចិញ្ចៀននោះទៅបាត់ទៅវីវូហើយឯងបានឆីទាំងចិញ្ចៀននោះចូលក្នុងពោះតើយើងគិតធ្វើយ៉ាងម៉េចទៅបរិសនោះច្បាស់ជាខឹងហើយនៅពេលដែលគ្មានចិញ្ចៀនឲ្យគេវិញបរិសនោះក៏បានត្រឡប់មកវិញលោកតាឯណាចិញ្ចៀនរបស់ខ្ញុំទៅសូមលោកតាប្រគល់ចិញ្ចៀននោះមកឲ្យខ្ញុំវិញមកអ្នកសច្ចាំងបានគិតក្នុងចិត្តបើខ្ញុំប្រាប់ថាឆ្កែនេះបានឆីចិញ្ចៀននេះចូលក្នុងពោះបរិសនេះច្បាស់ជាសម្លាប់ឆ្កែនេះហើយតើខ្ញុំត្រូវធ្វើបែបណាខ្ញុំមិនអាចនិយាយកុហកបានទៀតលោកតាតើលោកតាមានរឿងអ្វីមិនបានជាលោកតានៅស្ងៀមចឹងនោះយើងមិនអាចប្រាប់អ្នកបានទេថាចិញ្ចៀននោះនៅឯណាលោកតាជាអ្នកសច្ចាំងបែរជាមានចិត្តចង់បានរបស់អ្នកដទៃដូច្នេះលោកតាឆាប់ប្រគល់ចិញ្ចៀននោះមកឲ្យខ្ញុំវិញមកបើមិនអញ្ចឹងទេខ្ញុំលែងគួរសមហើយខ្ញុំសូមទោសផងខ្ញុំពិតជាមិនអាចប្រាប់បានឡើយបរិសនោះបានវាយអ្នកសច្ចាំងនោះទោះបីជាវាយ៉ាងណាក៏អ្នកសច្ចាំងនោះមិនព្រមឆ្លើយដែរពិតជាមាត់រឹងមែនមិនព្រមនិយាយសត្វឆ្កែដែលជាមិត្តរបស់អ្នកសច្ចាំងនោះដោយអាណិតសម្លាញ់របស់ខ្លួនដែលព្រមការពារគេក៏ព្យាយាមខ្ជាក់ចិញ្ចៀននោះចេញមកចិញ្ចៀនខ្ញុំនៅនឹងឆ្កែនេះទេតើអ្នកសច្ចាំងនិងឆ្កែបានស្លាប់ទៅព្រមគ្នាមិត្តល្អគឺជាមិត្តដែលចេះជួយគ្នាគ្រប់ពេលមិនថាមានរឿងអ្វីកើតឡើងឡើយរឿងស្មៅរាំមានបរិសម្នាក់ឈ្មោះលីសាណាគាត់ជាអ្នកប្រកបរបរដឹកស្រូវឲ្យគេនៅក្នុងភូមិហើយគាត់មានម៉ូយច្រើនណាស់គាត់ដឹកស្ទើរតែរៀងរាល់ថ្ងៃមិនលុះពេលឡើយស្រូវខ្ញុំដឹកឲ្យម៉ូយស្ទើរតែមិនទាន់ទេហើយចំណូលក៏ច្រើនគួរសមដែរបើសិនជាដំឡើងថ្លៃនោះពិតជាល្អណាស់ នៅពេលនោះស្រាប់តែមានបរិសម្នាក់ឈ្មោះខនរីណាដែលជាមិត្តសម្លាញ់របស់គេបានដើរចូលមកសម្លាញ់គ្នាបានឃើញស្មៅដែលចេះរាំវាពិតជាអស្ចារ្យណាស់ពិតមែនហើយសម្លាញ់គ្នាក៏ចង់ទៅមើលដែរតើយើងមិនបានទេសម្លាញ់ហេតុអីទៅបើសិនជាឯងចង់ទៅមើលនោះឯងត្រូវទៅពេលព្រឹកទើបអាចមើលបានបើយើងទៅមិនទាន់ទេស្មៅនោះនឹងមិនរាំឡើយតែពេលព្រឹកខ្ញុំត្រូវដឹកស្រូវឲ្យគេអូមិនអីទេចឹងបើឯងរវល់នោះអញ្ចឹងគ្នាទៅវិញហើយណាចាប់សិនសម្លាញ់គ្នានឹងទៅនៅព្រឹកស្អែកបើសិនជាឯងរវល់នោះឯងមិនចាំបាច់ទៅក៏បានដែរ
មិនអីទេព្រោះយើងមិនដែលឃើញស្មៅណាចេះរាំចឹងទេលុះព្រឹកស្អែកម៉ួយរបស់លីសាណាបានមកក្រោកអេក្មួយពូចង់ឲ្យក្មួយដឹកស្រូវឲ្យពូមួយតោនថ្ងៃនេះពូប្រញាប់ណាស់ថ្ងៃនេះខ្ញុំរវល់ណាស់ពូខ្ញុំមិនបានទៅទេចាំស្អែកទៅតែពូចង់ឲ្យក្មួយដឹកថ្ងៃនេះមិនកើតទេពូឲ្យតម្លៃលើសមុនណាខ្ញុំមិនមែននិយាយរឿងថ្លៃទេគឺខ្ញុំរវល់មែនណាចេះចោះពូឲ្យឯងគុណនឹងពីរយ៉ាងម៉េចដែរយីពូនេះនិយាយមិនចេះស្ដាប់គ្នាទេបានហើយខ្ញុំរវល់ណាស់ខ្ញុំមិនបាននិយាយជាមួយពូទេណែក្មួយយីតើវារវល់អីទៅលើកមុនហៅដឹកទៅយ៉ាងលឿនលីសាណាបានទៅមើលស្មៅនោះរាំជាមួយនឹងខនរីណាអាយ៉ាស្មៅនេះរាំពិតជាល្អមើលមែនបើមិនបានមើលនឹងស្ដាយក្រោយហើយត្រូវហើយអញ្ចឹងបានជាខ្ញុំនាំឯងមកមើលនឹងណា មើលស្មៅនេះណោះមើលគេធ្វើចោះគ្នាមិនដែលឃើញពីមុនមកទេពួកគេបានមើលស្មៅនោះរាំរហូតដល់ល្ងាចតោះយើងដូចជាល្ងាចហើយមែនហើយមើលមិនតាន់អស់ចិត្តផងស្រាប់តែល្ងាចបាត់មែនហើយចាំស្អែកចាំយើងមកមើលទៀតទៅអញ្ចឹងចាំជួបគ្នានៅព្រឹកស្អែកពួកគេក៏ត្រឡប់ទៅវិញលីសាណាអើយលីសាណាពូមកទៀតហើយត្រូវហើយព្រោះអីឯងមិនតន់ដឹកស្រូវឲ្យពូឡើយអញ្ចឹងបានជាពូមករកឯងនឹងណាខ្ញុំសុំទោសផងពូដោយសារតែខ្ញុំជាប់រវល់ថាម៉េចឯងជាប់រវល់ទៀតហើយត្រូវហើយពូអញ្ចឹងខ្ញុំទៅហើយខ្ញុំបញ្ញាប់ចុះឯងក្រែងថាថ្ងៃនេះដឹកឲ្យពូនោះអីម្សិលមិញខ្ញុំនិយាយមែនតែធ្វើម៉េចខ្ញុំរវល់អញ្ចឹងខ្ញុំមិនបានទៅទេអញ្ចឹងតើឲ្យពូទៅរកអ្នកណាខ្ញុំក៏មិនដឹងដែរពូអាចទៅរកអ្នកផ្សេងទៅលីសាណាបានដើរចេញទៅយីវានេះខំពឹងជាមុខជាមាត់បែរជាធ្វើបែបនេះទៅវិញចំមែនម៉ួយរបស់លីសាណាតែងតែទៅរកគេដើម្បីដឹកស្រូវតែគេមិនដែលទៅដឹកនោះទេដោយសារតែគេរវល់ទៅមើលស្មៅរាំខ្ញុំមិនដឹងថាលីសាណាគេរវល់អីទេគេមិនដែលដឹកស្រូវឲ្យយើងសោះម៉ានហើយខ្ញុំក៏មិនយល់ដែរសង្ស័យតែគេឈប់ធ្វើទៀតដឹងត្រូវហើយអញ្ចឹងតើយើងគិតធ្វើយ៉ាងម៉េចវិញខ្ញុំចង់រកអ្នកផ្សេងឲ្យគេដឹកវិញមែនតើខ្ញុំក៏គិតចឹងដែរនៅក្នុងភូមិរបស់យើងនេះមិនមានអ្នកណារកស៊ីដឹកស្រូវនោះទេមិនអីទេឲ្យតែយើងឲ្យប្រាក់គេនោះច្បាស់ជាមានអ្នកធ្វើហើយលីសាណាបានទៅមើលស្មៅរាំរហូតដល់អស់ប្រាក់គេក៏គិតត្រឡប់មកដឹកស្រូវវិញអស់ប្រាក់ហើយអញ្ចឹងមានតែទៅដឹកស្រូវបន្តទៀតគេបានដើរទៅផ្ទះមួយរបស់គេលោកពូលើកមុនលោកពូចង់ដឹកស្រូវមែនទេឥឡូវខ្ញុំមកវិញហើយអូស្រូវរបស់ខ្ញុំគឺមានអ្នកដឹកហើយមានអ្នកដឹកតើអ្នកណាជាអ្នកដឹកទៅព្រោះនៅក្នុងភូមិនេះមិនមានអ្នកណាដឹកស្រូវនោះទេក្រៅពីខ្ញុំនោះចាប់តាំងពីឯងមិនដឹកមក
គេគ្រប់គ្នាពិបាកនឹងរកអ្នកដឹកណាស់ហើយឥឡូវនេះគឺមានអ្នកដឹកស្រូវជំនួសឯងហើយចុះពូមិនឲ្យខ្ញុំដឹកទេព្រោះពូតែងតែឲ្យខ្ញុំដឹករហូតនោះពូមានមួយផ្សេងហើយអញ្ចឹងឯងទៅរកអ្នកផ្សេងទៅបានមិនអីទេខ្ញុំមិនខ្វះទេមួយប្រយ័ត្នតែមករកខ្ញុំដឹកខ្ញុំមិនដឹកឲ្យទេមិនអីទេពូមិនទៅរកឯងដឹកទៀតឡើយលីសាណាបានចាក់ចេញទៅហើយគេដើររកអ្នកដឹកស្រូវតែគ្មានអ្នកណាឲ្យគេដឹកនោះទេចប់ហើយនៅពេលនេះគ្មានអ្នកណាឲ្យខ្ញុំដឹកទៀតទេការងាររបស់ខ្ញុំគឺចប់ហើយនៅពេលនោះស្រាប់តែខនរីណាបានដើរមកអេសំឡាញ់មិនបានជាទឹកមុខឯងដូចជាមិនស្រស់សោះឲ្យស្រស់យ៉ាងម៉េចខ្ញុំពិបាកចិត្តណាស់នៅពេលនេះបើពិបាកចិត្តយើងទៅមើលស្មៅរាំទៅគឺដោយសារតែស្មៅរាំនេះហើយទើបធ្វើឲ្យខ្ញុំអស់ការងារនេះគឺមកពីឯងហ្នឹងមកហៅយើងឲ្យទៅមើលស្មៅរាំគ្នាសុំទោសផងគ្នាស្មានតែឯងទំនេរតាយើងមិនទំនេរគ្មានការងារធ្វើដូចជាឯងនោះទេមួយថ្ងៃគិតតែទៅមើលស្មៅរាំនរណាថាយើងគ្មានការងារនោះមានការងារស្អីបើឯងនាំយើងទៅមើលស្មៅរាំជាមួយឯងស្ទើរតែពេញមួយថ្ងៃដែរនោះយើងទៅមើលស្មៅរាំមែនតែអំឡុងពេលដែលយើងទៅមើលស្មៅនោះយើងក៏កំពុងតែធ្វើការរបស់យើងដែរឯងនិយាយស្អីយើងដូចជាមិនយល់ទេយើងជាអ្នកចិញ្ចឹមសេះអញ្ចឹងហើយនៅពេលដែលយើងទៅមើលស្មៅរាំនោះយើងតែងតែឃ្វាលសេះឲ្យស៊ីស្មៅនៅទីនោះទើបយើងអាចទៅមើលស្មៅរាំជាមួយនឹងឯងអូការពិតគឺបែបនេះទេនេះជាកំហុសរបស់យើងសោះយើងត្រូវចេះបែងចែកពេលវេលាពេលណាត្រូវធ្វើការនិងពេលណាដែលត្រូវលំហែ